ហើយយកមិញ Europa League អូយ Man U យកមិញលេងដាច់ស្រឡះដាច់ជាកែផឹងមក Man U យកមិញដាក់ឡាក្រុម B បាវបាន 3-0 នេះ 3-0 ដោយពូតែនិយាយថា Sri Video Reply អញ្ចឹង3ដល់គ្មានការតដៃអញ្ចឹងយកមិញ Man U គេមកយកមិញអ្វីដែល Man U ជ័យជំនះហ្នឹងដឹងថានៅពីក្រោយភាពជ័យជំនះរបស់ Man U ដឹងតែណាគេទេណាពូនៅពីក្រោយជ័យជំនះរបស់ Man U គឺ Nick Klok អូណែ Nick Klok យកមិញទាញឲ្យកឹបដាច់ខ្សែការពាររបស់ B បាវឲ្យបញ្ជូនបាល់ឲ្យទៅមិត្តរួមក្រុមតែទម្លុះស្មានគឺ Casemiro ពូនិយាយមែនពូពេលខ្លះពូតែងតែជេរវាបាទថាពូនឹកឃើញអូអា Klok យឺតហើយស្ពឹកទៀតតែមែនអ្នកនេះគេហៅថាបង្កើតreaction យកមិញគឺអា Klok ហ្នឹងហើយយកមិញ 3-0 យកមិញដូចជាគ្រាប់មានគ្រាប់បាល់របស់ Bruno ដែរយកមិញ2គ្រាប់ Bruno 2គ្រាប់ហើយនឹង Bruno Fernandes 1គ្រាប់3គ្រាប់ហ្នឹង Casemiro 1 Bruno Fernandes ចឹងបានន័យថាជើងទី1 Man U ឈ្នះ B បាល់ 3-0 នៅក្រៅដីអញ្ចឹងរងចាំការប្រកួតសប្តាហ៍ក្រោយនៅជើងទី2នៅ Old Trafford ហើយមកគូទៀតនៅក្នុងក្របខ័ណ្ឌ Europa League ដែរក្រុមបាល់ទាត់ Spurs Tottenham Spurs របស់អង់គ្លេសនឹងយកឈ្នះទៅលើក្រុមបាល់ទាត់ Bodo Glimt ប្រហែលលទ្ធផល 3-1 អានោះ 3-0 អានេះ 3-1 អូដាក់សើដាច់ផឹងហើយដាច់អស់អញ្ចឹងបានន័យថា2គូនៅវគ្គ semi final Europa League ក្រុមបាល់ទាត់អង់គ្លេសទាំងពីរក្រុមជោគជ័យទាំងពីរក្រុម